ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះជាវីដេអូដែលខ្ញុំបានទៅកម្មវិធីបង្កក់កូនហ្នឹងហើយកម្មវិធីបង្កក់កូនគឺប្រហែលជាបើនិយាយរឿងតុកវិញច្រើនណាស់បងប្អូនអើយហ្នឹងហើយច្រើនមែនតើហើយជា100តុកជាងហើយទៅភ្លាមគូអ្នករត់មហូបនឹងគាត់ក៏ដាក់ឲ្យមហូបខ្លែនឹងទៅហើយជំនាញដំបូងគេដាក់មហូបហើយហូបលេងចឹងណាបងប្អូនហ្នឹងវាមានជ្រក់ចៃថាវមានទ្រាប់ហើយយន្ទីមានញោមមានកឹងមានអីចឹងទៅបងប្អូនតាមដែលតំបន់ដែលគាត់ចូលចិត្តធ្វើមុខម្ហូបអស់ហ្នឹងហើយពួកខ្ញុំនោះក៏ទៅពីតុកនៅជាប់គ្នាមានបងមានប្អូនពៅខ្ញុំមានប្អូន4 10នាក់អីចឹងទៅនិយាយទៅ20នាក់ពីតុកនៅជាប់គ្នាបងប្អូនហើយខ្ញុំក៏បានថតពីសកម្មភាពដែលខ្ញុំបានទៅដល់កម្មវិធីនោះហើយម្ចាស់កម្មវិធីហ្នឹងខ្ញុំអត់ទាន់បានជួបគាត់ទេព្រោះគាត់ឡើយទទួលភ្ញៀវអីចឹងណាបងប្អូនហ្នឹងហើយរួចទៅពីប្រុសប្លាយគ្នាហើយក៏បានគេដាក់ម្ហូបខ្លែមអីមកយើងក៏ជូតសម្អាតនៅចាននៅកែវហើយខ្លះក៏ញោមឲ្យចូលគ្រឿងគ្នាអីចឹងទៅបងប្អូនហ្នឹងហើយបន្ទាប់ពីយើងញោមហើយយើងហូបបន្តិចហើយយើងក៏ប្រាជ្ញគ្នាលេងក្នុងកម្មវិធីហ្នឹងព្រោះខ្ញុំអត់បានដាក់សំឡេងដើមទេព្រោះខ្លាចថ្លង់ណាបងប្អូនដោយសារវាមានសំឡេងតន្ត្រីផងវាមានការនិយាយគ្នាលេងផងអីចឹងទៅហើយបន្ទាប់មកហើយក៏មើលគ្នាសួរឲ្យខ្ញុំក៏បានកំពុងតែបានដើរថតអីមើលបងប្អូននឹងតែពីតុកហ្នឹងទេបងប្អូនព្រោះអត់ហ៊ានថតគេផ្សេងទេខ្លាចគេមិនពេញចិត្តដែលឲ្យយើងថតអីចឹងណាបងប្អូនហ្នឹងហើយបន្ទាប់មកហើយយើងចិត្តដល់មហូបចុងក្រោយហើយហ្នឹងហើយអញ្ចឹងខ្ញុំក៏បានសួរទៅបងប្អូនថាថែមឬក៏ដកទៀតឬក៏ថែមថ្មីគាត់ថាឲ្យថែមថ្មីយកអញ្ចឹងមកក៏បានខាងបំរើខាងមហូបហ្នឹងក៏បានគាត់លើកហើយមហូបចុងក្រោយមានឆ្នាំងភ្លើងមានអបអង្ក្រងមានឆាបន្លែបងប្អូនហើយនឹងបាយសបាយក្រហមហើយបង្អែមចុងក្រោយអធិស្ឋានបងប្អូនសម្រាប់ការបញ្ចូលសម្លេងនេះគឺសូមអធិស្ឋានឲ្យកុំភ្លេចជួយ like page ខ្ញុំបាទផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតអរគុណច្រើនជម្រាបលាបាយបាយ